ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែមានបញ្ហាជំងឺបេះដូងរីកនិងបេះដូងចំហនេះបងប្អូនស្រីដែលគាត់មានបញ្ហាជំងឺបេះដូងចំហធ្ងន់ធ្ងរមែនទែនឥឡូវនេះបន្ទាប់ពីគាត់បានពិសានៅឱសថបុរាណរបស់យើងដែលព្យាបាលជំងឺបេះដូងនេះហើយឥឡូវនេះបងប្អូនស្រីបានទៅធ្វើការចិញ្ចឹមជីវិតបានធ្វើចំការដាំដលងឬចន្ទីបានហើយនិងប្រកបកិច្ចការងារអ្វីផ្សេងបានគឺគាត់លែងធ្វើទុកលែងហត់លែងញ័រលែងញាប់បាទលែងចាក់លែងដោតនៅក្នុងបេះដូងរបស់គាត់ហើយណាបងប្អូនហើយចំពោះបងប្អូនអ្នកមានបញ្ហាជំងឺបេះដូងរីកគឺខ្ញុំធ្វើវីដេអូជាច្រើនមកហើយបាទអញ្ចឹងវីដេអូនេះផ្ដល់អត្ថប្រយោជន៍2យ៉ាងជូនបងប្អូនដែលកំពុងតែមានបញ្ហាជំងឺបេះដូងរីកនិងបេះដូងចំហអញ្ចឹងអត្ថប្រយោជន៍ទី1គឺបងប្អូនដែលគាត់មានបញ្ហាជំងឺបេះដូងរីកប៉ុន្តែគាត់អត់សូវមានជំនឿទៅលើផ្នែកឱសថបុរាណខាងឱសថបុរាណស្អីដែលអាចព្យាបាលជំងឺឱសថបុរាណដែលព្យាបាលជំងឺបេះដូងរីកជាឬបេះដូងចំហជាទៅពិភពលោកគេពិបាកមើលផងរោគនេះអញ្ចឹងបងប្អូនមានទិដ្ឋិអញ្ចេះបងប្អូនអាចមកយកឱសថពីខ្ញុំទៅព្យាបាលបើបងប្អូនព្យាបាលទៅវាអត់ត្រូវបងប្អូនអត់អស់ថវិកាទេហើយបងប្អូនព្យាបាលទៅជាចាំបងប្អូនជូនថវិកាមកខ្ញុំក៏បានបាទហ្នឹងអត្ថប្រយោជន៍ទី1ហើយអត្ថប្រយោជន៍ទី2ផ្ដល់ជូនទៅលើបងប្អូនដែលគាត់មានជំនឿទៅលើផ្នែកឱសថបុរាណនិងជឿជាក់លើខ្ញុំហើយគាត់ជាឱសថពីខ្ញុំទៅប៉ុន្តែកាលណាដែលហូបទៅចំពោះបេះដូងរីកក៏ដោយបេះដូងចំហនេះក៏ដោយបេះដូងចំហរៀងយូរថ្ងៃតិចបានត្រូវណាប៉ុន្តែចំពោះបេះដូងរីកគឺហូបថ្ងៃហ្នឹងធូរថ្ងៃហ្នឹងតែម្ដងអញ្ចឹងកាលណាដែលបងប្អូនយកឱសថទៅព្យាបាលហូបអស់មួយឆ្នាំទៅហើយប៉ុន្តែនៅតែមិនបានធូរមិនបានស្រាលណាបងប្អូនណាបងប្អូនអាចខលមកខ្ញុំឬក៏យកឱសថនោះមកឲ្យខ្ញុំវិញខ្ញុំជូនថវិកាទៅបងប្អូនវិញបងប្អូនណាបាទខ្ញុំកាត់តម្លៃតែមួយឆ្នាំទេសល់ប្រមាណគឺជូនបងប្អូនទាំងអស់នឹងអត្ថប្រយោជន៍2យ៉ាងនឹងចំពោះបងប្អូនដែលមានបញ្ហាជំងឺបេះដូងរីកនិងបេះដូងចំហដោយបងប្អូនស្រីជាដើមបងប្អូនមើលអស់លុយរាប់ម៉ឺនហើយបងប្អូនណាមើលមកជួបខ្ញុំឥឡូវនេះបានធ្វើការងារចិញ្ចឹមជីវិតបានបងប្អូនឃើញពិសេសទេបងប្អូនគាត់ឆាតមកគាត់ថាមិនហ៊ានហ៊ានថាជាទេប៉ុន្តែគាត់និយាយជាមួយខ្ញុំណានិយាយតាមទេណាបងប្អូនគឺគាត់លែងធ្វើទុកហើយលែងធ្វើទុកឲ្យធម្មតាសុខភាពរបស់គាត់ឃើញទេវាដូចតែជាទៅហើយបើគាត់និយាយថាមិនទាន់ថាជាក្នុងឆាតនេះប៉ុន្តែលែងធ្វើទុកវាដូចតែជាបងប្អូនហើយចំពោះបងប្អូនអ្នកមានបញ្ហាជំងឺបេះដូងរីកភាគច្រើនគឺហូបតែមួយឈុតទេបាទភាគច្រើនតែម្ដងគឺហូបតែមួយឈុតទេគាត់ជាបាទអញ្ចឹងបងប្អូនបើមានចម្ងល់អីឬក៏បងប្អូនមិនជឿអីបងប្អូនសាកមើលទៅដឹងហើយឱសថនេះហើយអ្នកជំងឺដែលមានបញ្ហាជំងឺបេះដូងរីកខ្ញុំព្យាបាល100អ្នកជាងដែលជាណាបងប្អូនណា100ជិតទាំង200អ្នកហើយថ្មីនេះគឺច្រើនប្រហែលជា10 20អ្នកទៀតក្នុងឆ្នាំហ្នឹងដែលគាត់ព្យាបាលទៅគាត់ជាណាបងប្អូនណាបាទអញ្ចឹងបើបងប្អូនមានចម្ងល់បងប្អូនអាចតាក់ទងលេខទូរស័ព្ទនៅលើនេះបានហើយបងប្អូនអាចតាក់ទងមកបានណាបងប្អូនណារឿងចម្ងល់ផ្សេងអញ្ចឹងកុំឲ្យវីដេអូកាន់ទៅវែងឆ្ងាយខ្ញុំគ្រូអសត្រានសូមគោរពលាបងប្អូនទាំងអស់គ្នាហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាឃើញវីដេអូនេះជួយ share ផងដើម្បីឲ្យបានដល់អ្នកជំងឺដែលគាត់មានបញ្ហាជំងឺនេះដោយសារព្យាបាលទៅបើមិនត្រូវក៏មិនអស់ថវិកាឬក៏អស់ត្រឹមតែមួយឆ្នាំតែប៉ុណ្ណោះទេណាបងប្អូនណាអញ្ចឹងសូមអរគុណសូមជម្រាបលាបាទ